ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចារីករាយថ្ងៃបុណ្យគ្រីស្មាស់ហើយសម្រាប់បុណ្យគ្រីស្មាស់ឆ្នាំនេះចាអ្វីដែលខ្ញុំបងប្រាថ្នាចាគឺសូមឲ្យប្រទេសខ្មែរយើងចាឆាប់បានទទួលសន្តិភាពត្រឡប់មកវិញប្រជាជនឆាប់បានវិលត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញចាសូមឲ្យមានសុខភាពនិងក្តីសុខគ្រប់គ្នាអញ្ចឹងក្នុងថ្ងៃនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាចាទៅមើលពីការតាំងភ្លើងចានៅក្នុងតំបន់នៃខ្ញុំរស់នៅអញ្ចឹងណាអញ្ចឹងហើយនៅខាងរដ្ឋអូហាយ៉ូនេះបងប្អូនចាគឺគេតែងភ្លើងឃើញស្អាតមែនតើហើយជាពិសេសបងប្អូនខ្ញុំសង្ឃឹមថាថ្ងៃគ្រីស្មាស់គឺមានធ្លាក់ snow អញ្ចឹងណាក៏ប៉ុន្តែស្រាប់តែដល់ថ្ងៃគ្រីស្មាស់គឺអត់មាន snow ធ្លាក់មកទេចាគឺធ្លាក់មុនថ្ងៃទៅវិញព្រោះថាបំណងប្រាថ្នារបស់ខ្ញុំកន្លងមកគឺខ្ញុំចង់ឲ្យថ្ងៃគ្រីស្មាស់គឺថាក្រោកមកគឺមានព្រិលមានអីអញ្ចឹងណាហើយមុនពេលដែលខ្ញុំរស់នៅប្រទេសអាមេរិកខ្ញុំតែងតែគិតថាអូយថ្ងៃគ្រីស្មាស់ប្រហែលជាសប្បាយអ៊ូអរចាដូចនៅស្រុកខ្មែរយើងឲ្យថ្ងៃបិណ្ឌអុំទូកចាថ្ងៃអីចូលឆ្នាំអីគឺថាសប្បាយអ៊ូអរអើងកងអញ្ចឹងណាក៏ប៉ុន្តែនៅប្រទេសអាមេរិកនេះបងប្អូនអើយចាថ្ងៃបុណ្យជាតិគេមួយគឺថាស្កាត់ដូចចោលលុយសេះអញ្ចឹងហ្នឹងហើយថ្ងៃ 4th of July អីចំរដូវក្តៅអាហ្នឹងវាថាគេមានបាញ់កំជ្រួចហើយគេមានដើរលេងតាមរដ្ឋនីមួយៗអញ្ចឹងណាក៏ប៉ុន្តែនៅថ្ងៃបុណ្យគ្រីស្មាស់និងថ្ងៃឆ្លងឆ្នាំនៅអាមេរិកនេះគឺនៅរដ្ឋត្រជាក់វិញគឺថាស្ងាត់ជ្រាបអត់មានធ្វើអីទេដោយនៅខាងរដ្ឋអូហាយ៉ូនេះនិយាយទៅចេះមានគេតែងភ្លើងតែងអីសម្រាប់ឲ្យយើងដើរលេងអញ្ចឹងណានេះគឺជាផកចានៅក្នុងក្រុង Ashford ហើយគេមានរៀបចំភ្លើងរៀបចំអីហើយអាការដែលខ្ញុំនៅ North Carolina ក៏ដូចជា Tennessee ត្រូវទិញសំបុត្រចូលមើលបងប្អូនក៏ប៉ុន្តែនៅខាង Ohio នេះគឺថាគេឲ្យយើងចូលមើល free តែម្ដងគឺគេមានដាក់ផ្លាកប្រាប់ថា live festival អញ្ចឹងណាអញ្ចឹងគឺអាចឲ្យយើងយកកូនសម្រាប់ដើរលេងបានអញ្ចឹងហើយបើសិនជាបងប្អូនចង់មកលេងអាមេរិកនៅបុណ្យគ្រីស្មាស់ចាគឺថាទៅខាង New York ទៅខាងអីហ្នឹងត្រូវហើយប្រហែលជាមានគេតុបតែងហើយមានកម្មវិធីច្រើនអញ្ចឹងណាចំណែកក្រុងផ្សេងនៃរដ្ឋ Ohio ក៏ខ្ញុំអត់ដឹងច្បាស់ដែរបងប្អូននេះគឺខ្ញុំនិយាយទៅនៅក្រុងខ្ញុំទេចាគឺថាស្កាត់ជ្រាបបងប្អូនអើយចាអញ្ចឹងហើយគ្រួសារតូចយើងនេះគឺមានតែ3 4នាក់ម៉ែកូនគឺថានាំគ្នាដើរនាំគ្នាអីអញ្ចឹងណាចាគឺថាមិនដឹងទៅណាទេព្រោះថាខែនេះត្រជាក់ទៀតចិត្តមួយចង់ទៅមើលផ្ទះ North Carolina ដែរក៏ប៉ុន្តែដោយសារតាប្តីខ្ញុំគាត់ហត់ពេកបងប្អូនមករយៈនឹងវាថាគាត់ធ្វើអីច្រើនអញ្ចឹងណាហើយ North Carolina ក៏យើងទៅមកពីបិជើងហើយដែរអញ្ចឹងហើយឥឡូវហ្នឹងគឺគាត់ថាចង់សម្រាកសិនចាំមើលរៀងក្តៅបន្តិចចាចាំយើងទៅមើលផ្ទះអីអញ្ចឹងណាមិនថាការទិញផ្ទះគឺយើងវាថាយើង invest បងប្អូនមិនប្រកាសថាចំណេញរហូតក៏មិនប្រកាសថាខាតអញ្ចឹងណាអញ្ចឹងហើយការរកស៊ីវាគេហៅថាមួយចានទឹកម្ចានគោកអញ្ចឹងណាហើយនៅខាង North Carolina ក៏ខ្ញុំដឹងស្រាប់ដែរចាថាផ្ទះគឺថាពិបាកលក់មែនតែនព្រោះខ្ញុំធ្លាប់លក់ផ្ទះ2នៅខាងរដ្ឋ North Carolina ហ្នឹងហើយគ្រាន់តែថាផ្ទះទី1ទី2នោះគឺមិនសូវតឹងដូចផ្ទះទី3នេះទេដោយសារផ្ទះទី3នៅខាង Greenboro ហ្នឹងគឺសម្បូរផ្ទះដាក់លក់ពេកនៅជុំវិញផ្ទះខ្ញុំសុទ្ធសឹងតែផ្ទះបៀលថ្មីចាផ្ទះមួយទឹកគឺគេដាក់លក់ច្រើនដល់ពេលអញ្ចឹងទៅគឺខ្ញុំត្រូវប្រកួតប្រជែងជាមួយគេច្រើនមែនតែនអញ្ចឹងបើផ្ទះគេរៀងស្អាតជាងយើងចាយើងនឹងដឹងតែនៅហ្នឹងហើយគ្រាន់តែសម្រាប់ផ្ទះខ្ញុំបងប្អូនអើយចាគឺថាដូចទិញផ្ទះថ្មីអញ្ចឹងព្រោះថានៅថែឲ្យខ្ញុំអាប់ដេតថែមតិចតួចទៀតអញ្ចឹងណាចានិយាយទៅឲ្យតាមរលឹកគឺថាស្ដាយផ្ទះមែនតែនហើយការនៅផ្ទះរដ្ឋ Tennessee វិញគឺថាលក់តែ5ថ្ងៃដាច់ប៉ាត់តែម្ដងហើយគេឲ្យតម្លៃពេញទៀតចាំមិនថាការទិញផ្ទះបងប្អូនមិនមែនរលូនមិនមែន smooth រហូតទេក៏ប៉ុន្តែសម្រាប់ខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទិញផ្ទះក្នុងការរស់នៅព្រោះថាការជួលផ្ទះនិងការទិញផ្ទះគឺអត់មានខុសគ្នាទេបងប្អូនគឺយើងត្រូវបង់ប្រចាំខែដូចគ្នាក៏ប៉ុន្តែយើងបង់ចូលទៅផ្ទះខ្លួនឯងចា10ឆ្នាំ20ឆ្នាំទៅមុខទៅយើងអាចសល់ផ្ទះបានមួយរស់នៅអញ្ចឹងណាប្រចាំយើងត្រូវបង់អីទៀតក៏ប៉ុន្តែបើសិនយើងជួលគេគឺថាយើងជួលរហូតដល់បងប្អូនចាចេញមកគឺសល់តែខ្លួនទេហើយក្នុងថ្ងៃបុណ្យគ្រីស្មាស់ហ្នឹងសម្រាប់ប្តីខ្ញុំនិយាយទៅគាត់ក៏មិនសូវសប្បាយចិត្តដែរបងប្អូនដោយសារតែគាត់ទទួលដំណឹងថាមីងរបស់គាត់បកកើតចានៅខាងរដ្ឋចរចានៅខាងទីក្រុងកូឡុំបឺគឺគាត់បានទទួលមរណភាពបងប្អូនអើយចាខ្ញុំទៅតែលេងគាត់នៅការខែ6ពេលដែលខ្ញុំទៅសមុទ្រខ្ញុំថតវីដេអូដែរបងប្អូនចាគឺបានឈៀងចូលទៅលេងគាត់ស្រាប់តែថ្ងៃបុណ្យគ្រីស្មាស់ហ្នឹងគឺទទួលដំណឹងថាគាត់បានផុតបាត់ហើយ
ហើយនៅពេលដែលគាត់ចូលគេងពេទ្យហ្នឹងគឺបងប្អូនចដូនមួយគាត់បានខលមកហៅគាត់ឲ្យទៅដើម្បីជួបជុំគ្នាដែរព្រោះផាជាពេទ្យប្រាប់ថាមីងគាត់មានសង្ឃឹមអញ្ចឹងណាក៏ប៉ុន្តែពួកខ្ញុំនេះគឺថារវល់ដកដៃអត់រួចទេបងប្អូនអើយចាដោយសារតែទៅទៅមូមកហើយក៏មានរឿងត្រូវធ្វើច្រើនណោះហើយក៏មិននឹកស្មានថាជាពេលវេលាចុងក្រោយដែលពួកគាត់វាហៅយើងទៅជួបជុំដែរស្រាប់តែដល់ថ្ងៃទី24ចាគឺតែមកបងប្អូនគាត់តែមកប្រាប់ថាមីងគាត់បានផុតបាត់ហើយចានៅម៉ោង2ថ្ងៃអញ្ចឹងណាចឹងហើយសម្រាប់ឆ្នាំនេះគឺថាប្តីខ្ញុំគាត់មានទុកផ្ទុំទួនតែម្ដងបងប្អូនអើយចាពីខែ5នោះគឺប៉ាបកើតរបស់គាត់ខូចឥឡូវចូលខែ12គឺមីងបកើតគាត់ខូចទៀតអញ្ចឹងណាហើយមីងត្រូវជាប្អូនបកើតរបស់ប៉ាក្មេកខ្ញុំនឹងតែម្ដងចឹងហើយឥឡូវហ្នឹងគឺបងប្អូនគាត់បានទៅជួបជុំគ្នាហើយប៉ាក្មេកខ្ញុំគឺជាកូនទី1ហើយមីងជាកូនទី2អញ្ចឹងណាបងប្អូនហើយប្រៀបថាពីរដ្ឋអូហាយ៉ូទៅខាងរដ្ឋចូចាហ្នឹងគឺថាត្រូវបើកឡានឡើងមកដណ្ដប់មកបងប្អូនអើយបើសិនយើងបើកឡានណាហើយប្តីខ្ញុំក៏បានឆៃសបុតយន្តហោះគាត់ផង fly ទៅតែឯដែរក៏មិនតែសបុតគឺថាចង្អៀតមែនតែនចឹងហើយក៏ពងតែភាសាគ្នាព្រោះថាមីងគាត់ខូចចំថ្ងៃបន់គ្រីស្មាស់ថ្ងៃបន់នៅស្រុកគេគឺថាអត់ទាន់បានរកកន្លែងសម្រាប់ធ្វើបន់គាត់បាននៅឡើយទេចាចឹងហើយក៏ខាងបងប្អូននៅខាងនោះគាត់ថាមិនបាច់មកទេព្រោះថាយើងអត់ទាន់ដឹងថ្ងៃអីពិតប្រាកដចឹងណាព្រោះថានៅស្រុកនេះបងប្អូនគេយល់ណាថាមនុស្សម្នាក់ៗគឺមានការរវល់រៀងខ្លួនពិសេសអ្នកនៅរត់ឆ្ងាយពីគ្នាអញ្ចឹងណាទោះជានៅអាមេរិកជាមួយគ្នាក៏ដោយក៏ប៉ុន្តែពេលខ្លះក៏ពិបាកឆ្លៀតដែរបងប្អូនចឹងហើយគឺអត់មានការប្រកាន់អីទេចឹងពួកខ្ញុំបានត្រឹមថាផ្ញើជាបច្ច័យសម្រាប់ចូលបនក៏ដូចជាផ្ញើការរំលែកទុកទៅដល់កូនគាត់ដែលជាចដូនមួយប្រកាសរបស់ប្តីខ្ញុំចឹងទៅចឹងហើយសម្រាប់ជនជាតិអាគាំងគឺគេសប្បាយរីករាយជួបជុំជាមួយនឹងគ្រួសារគេនៅថ្ងៃបនគ្រីស្មាស់នេះបងប្អូនចាក៏ប៉ុន្តែសម្រាប់ខ្ញុំដែលជាខ្មែរមួយរូបនឹងគឺថាសប្បាយអត់ចាញ់ទេណាមួយរឿងប្រទេសជាតិចាណាមួយរឿងគ្រួសារទៀតចឹងមិនថាជីវិតមនុស្សម្នាក់គឺមានគេហៅថាមានរូបគឺមានទុកណាហើយមនុស្សតែងតែមានបញ្ហាក៏ដូចជាទុកលំបាករៀងខ្លួនក៏ប៉ុន្តែសម្រាប់ខ្ញុំនេះបងប្អូនជាទូទៅគឺមិនចូលចិត្តត្អូញត្អែពីទុកលំបាករបស់គ្រួសាររបស់ខ្ញុំទៅប្រាប់នរណាគេទេពេលដែលពិបាកចិត្តគឺពួកខ្ញុំតែងតែសង្ងំដោះស្រាយទៅវិញអញ្ចឹងណាព្រោះគិតថាពេលខ្លះតែយើងប្រាប់ទៅនាំតែធ្វើឲ្យមនុស្សម្នាក់ទៀតពិបាកចិត្តទេអញ្ចឹងក៏យើងសង្ងំដោះស្រាយតាមអ្វីដែលយើងអាចដោះស្រាយបានអញ្ចឹងទៅចាចឹងហើយឥឡូវមុនថ្ងៃបងគ្រីស្មាស់ហ្នឹងគឺខ្ញុំឆ្លៀតទៅផ្សារ Costco ហើយបងប្អូនចាទៅរកទិញម្ហូបអីមកទុកញ៉ាំណាព្រោះដឹងថានៅថ្ងៃbonគឺផ្សារគេបិទចឹងពេលដែលម្ដងហ្នឹងគឺឃើញជាមួយនឹងដូងស្រស់នេះបងប្អូនចាក៏មើលទៅថាយកមកពីប្រទេសណាហើយប្តីខ្ញុំគឺថាស្រែកមុនគេមើលសិនកុំតន់យកបើសិនជាមកពីប្រទេសចៅសៀមគឺគាត់អត់ឲ្យទិញទេបងប្អូនចឹងមើលទៅមកពីខាងវៀតណាមចឹងក៏សាកទិញ3ផ្លែយកមកភ្លក់អញ្ចឹងណាចង់ដឹងថាវាផ្អែមវាឆ្ងាញ់អត់ព្រោះថាខ្ញុំនេះចូលចិត្តញ៉ាំទឹកដូងណាហើយពីមុនគឺខ្ញុំទិញជាមួយនឹងដូងក្នុងដបដែលយកមកពីប្រទេសចៅសៀមហ្នឹងក៏ប៉ុន្តែតាំងពីមានរឿងមកបងប្អូនរាល់ផលិតផលចៅសៀមគឺខ្ញុំអត់ដែលទិញទេចាគឺខ្ញុំជិះបានខ្ញុំនឹងជិះគ្រាន់ថារបស់ប្រទេសផ្សេងទៀតគឺជិះមិនទាន់បានទាំងស្រុងទេចាគឺវាថាក៏ព្យាយាមដែរអញ្ចឹងណាហើយសម្រាប់បងប្អូនមួយចំនួនចាដែលគាត់បានយកផលិតផលមកពីស្រុកខ្មែរយកមកលក់នៅក្នុងប្រទេសអាមេរិកហ្នឹងចានិយាយទៅខ្ញុំក៏បានឮបងស្រីម្នាក់ក៏បានប្រាប់អញ្ចឹងណាចាគាត់បានប្រាប់ថាគេថាឲ្យគាត់នឹងមិនគ្រប់គ្រងជាមួយផលិតផលខ្មែរចាមានខ្មែរយកមកលក់ហើយមិនក៏មិនកំងទិញអញ្ចឹងគាត់ក៏បានប្រាប់វិញថាពេលដែលគាត់ទិញចាគឺគាត់ត្រូវអស់ថ្លៃ shipping ហើយតម្លៃហ្នឹងក៏វារៀងថ្លៃជាងរបស់ផ្ទះលេខ3អញ្ចឹងណាអញ្ចឹងហើយគឺគាត់ទិញនៅអ្វីដែលគាត់អាចរកបាននៅចិត្តផ្ទះហ្នឹងហើយព្រោះថាសមត្ថភាពគាត់អត់ទាន់មានដល់ថ្នាក់ទិញរបស់អនឡាញយកមកប្រើយកមកញ៉ាំទេវាត្រូវចំណាយច្រើនអញ្ចឹងណាអញ្ចឹងហើយក៏សង្ឃឹមថាបងប្អូនផ្សេងទៀតចានឹងយល់នៅត្រង់ចំណុចមួយនេះមិនមែនថាបងប្អូនដែលគាត់មិនបានជួយទិញផលិតផលដែលយកមកលក់នឹងហើយគាត់មិនស្រឡាញ់ជាតិមិនស្រឡាញ់ប្រទេសដោយបងប្អូនក៏ប៉ុន្តែជីវភាពគ្រួសាររៀងខ្លួនមិនថាតែគាត់ទេសូម្បីតែខ្ញុំក៏គ្មានលទ្ធភាពក្នុងការទិញតាមអនឡាញចាមកដែរហើយបើសិនជាទិញអង្គទៀតបងប្អូនគិតមើលទៅអង្គមកបាន50ផោនអញ្ចឹងថ្លៃ10ប្រមាណហើយមិនស្រួលនឹងលើសថ្លៃអង្គនឹងទៀតអញ្ចឹងហើយកុំខឹងគ្នាដោយគ្រាន់តែ
គាត់វាថាអត់បានជួយទិញអត់បានជួយ support ចឹងហើយបងប្អូនចាគឺគាត់ជួយ support នៅតាមតំបន់ដែលគាត់រស់នៅបើសិនជាមានគឺគាត់ដឹងតែទិញហើយចឹងហើយក៏សង្ឃឹមថារបស់ដែលវាថាខ្មែរយើងចានឹងមានលក់នៅតាមរដ្ឋផ្សេងចាគឺអត់ខ្វះទេបងប្អូនខ្មែរយើងចាំជួយគ្រប់គ្រងចឹងហើយក្នុងកលៈទេសៈនេះគឺថាឈឺចាប់គ្រប់គ្នាទាំងអស់បងប្អូនអ្នកដែលមានបេះដូងជាខ្មែរគ្មានអ្នកណាសប្បាយចិត្តជាងអ្នកណាទេចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយោគយល់គ្នាអញ្ចឹងណាចាចឹងឥឡូវងាកមកខាងនេះគឺគេមានលក់ជាមួយនឹងទឹកក្រូចដបបងប្អូនគឺខ្ញុំខានឃើញយូរហើយតាំងពីនៅអាមេរិកស្រាប់តែមកថ្ងៃនេះគឺឃើញគេមានលក់ហើយមួយយួរគេហ្នឹងគេលក់$35គឺឃើញហើយនឹកឃើញការរៀនមែនតែនចឹងពេលដែលមកដល់ផ្ទះហ្នឹងគឺខ្ញុំបានធ្វើស៊ុបមួយឆ្នាំងនិយាយទៅរឿងស៊ុបនេះជាគេហៅថាម្ហូបប្រចាំផ្ទះបងប្អូនផ្ទះខ្ញុំគឺមិនដែលដាច់ទេហើយមូលហេតុបងប្អូនក៏ធ្លាប់ដឹងដែរព្រោះថាប្តីខ្ញុំនេះអត់ស៊ុបកាទៀវគឺថាអត់កើតចឹងហ្មងចឹងឥឡូវពេលដែលឆ្អិនហើយហ្នឹងគឺធ្វើឲ្យគាត់ជាលក្ខណៈកាទៀវភ្នំពេញស៊ុបសាច់ជ្រូកថ្ងៃនេះហើយខ្ញុំនេះបងប្អូនចាគឺថាស៊ុបនេះញ៉ាំតែមួយចានគឺឆ្អែតហើយចឹងហើយឥឡូវហ្នឹងគឺថាបើកជាមួយនឹងកេស lobster បងប្អូនព្រោះថាអានេះជាកាដូសម្រាប់ប្តីខ្ញុំហើយព្រោះគាត់នេះកាដូស្រាកាដូអីមិនសប្បាយចិត្តទេចាអញ្ចឹងគឺថាមានតែទិញរបស់ញ៉ាំចេះឲ្យគាត់នឹងឯងហើយមួយកេសហ្នឹងនិយាយទៅគឺថាញ៉ាំ4-5ពេលបងប្អូនព្រោះថាបកងវារៀងធំដែរអញ្ចឹងណាចាអញ្ចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាគឺបានឆ្លៀតថតឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាចាកុំឲ្យបងប្អូននឹកខ្ញុំពេកអញ្ចឹងណាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ការចំណាយពេលចូលមកទស្សនាជាមួយវីដេអូរបស់នាងខ្ញុំចាជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតណាចាសូមអរគុណសូមជម្រាបលាសាគូគាត់គេស្ងោរឆ្អិនហើយគាត់កដៅហើយមាននេះ